សួស្តីអ្នកគ្នាស្វាគមន៍ការ channel mấy cáiតបយើងខានធ្វើវីដេអូយូរមកថ្ងៃនេះខ្ញុំប្រាប់អ្នកគ្នាពីរបៀបនេះចឹងណាអ្នកគ្នាគឺសេរី setting នៅក្នុង sodium nóiអ្នកគ្នាគឺថាខ្ញុំខានធ្វើយូរជាងអត់ធ្វើរបៀបវាទេខ្ញុំធ្វើពី optify ហើយអ្នកគ្នាបាទចឹងកុំភ្លេចចុច like subscribe ខ្ញុំនៅផងហើយអរគុណគ្នាយើងមែនទេសម្រាប់ការ subscribe ចឹងណាហើយចិត្តដល់400ទៀតអ្នកគ្នាបាទនិយាយទៅគឺជួយ subscribe ច្រើនផងឥឡូវយើងចាប់ផ្ដើមមកគ្នាចឹងឥឡូវយើងអត់តាមញ៉ាំច្រើនទេជាដំបូងអ្នកគ្នាត្រូវបិទ line render នេះអ្នកគ្នាដាក់ទាំងពីរបានហើយកន្លែងនេះគឺអ្នកគ្នាដាក់5កន្លែង brightness នេះអ្នកគ្នាដាក់50មកចាដាក់50ក៏បានទៅហ្នឹងហើយដាក់50មកខ្ញុំខ្ជិលសេរីញ៉ៃហើយ GUI នេះគឺវាគ្រាន់តែជាអេក្រង់ដែលខ្ញុំព្រមទេអ្នកគ្នាហើយ full screen នេះបើអ្នកគ្នាចង់បើកក៏បានបិទក៏បានដែរព្រោះថាពេលអ្នកគ្នាបើកអីទៅគឺវានឹង full screen ចឹងណាហើយហើយអាហ្នឹងក៏ជួយ like ផងដែរនិយាយទៅគឺអាចធ្វើ like ខ្លះៗដែរចឹងណាហើយកន្លែងនេះ vision នេះអ្នកគ្នាបាទគឺកន្លែងហ្នឹងអ្នកគ្នាកុំបើកណាអ្នកគ្នាបាទនិយាយទៅអានេះគឺបើកមកគឺវាអត់ឡើង fps ទេនិយាយទៅគឺវាកំណត់ឲ្យយើង60 fps ឬក៏30ទៅតាមប្រព័ន្ធទូរស័ព្ទយើងចឹងណាខ្ញុំ recommend អ្នកគ្នាកុំបើកបាទអាហ្នឹងបើកបានតែលើប្រភេទអ្នកលេងកុំព្យូទ័រទេតែវាជួយ performance អ្នកគ្នាហ្នឹងគឺវាដើរ smooth ចឹងទៅប៉ុន្តែសម្រាប់ខ្ញុំអត់បើកវាទេហ្នឹងហើយកន្លែង mid frame នេះអ្នកគ្នា unlimited មកហើយកន្លែងនេះអាថាអីនេះគឺអាហ្នឹងអត់តាក់ព័ន្ធអីទាំងអស់ហើយបន្តមកអ្នកគ្នាធ្វើការចូលកន្លែង quality អ្នកគ្នាធ្វើការសេរី cloud នេះទៅដាក់ជា fast ហើយកន្លែងនេះគឺយើងដាក់ពីរឆាំងមកហើយអាហ្នឹងនិយាយទៅសេរីតាមខ្ញុំមកហ្នឹងហើយហើយកន្លែងនេះគឺថាអ្នកគ្នាដាក់នេះអ្នកគ្នាសេរីមកឲ្យច្រឡំនេះអ្នកគ្នាដាក់នេះមកនេះ yes decreasing នេះហើយ smooth lighting នេះ smooth lighting នេះអ្នកគ្នាដាក់នេះមកដាក់បិទវាចោលមកហើយកន្លែង biome blend នេះអ្នកគ្នាដាក់ non intensity នេះអ្នកគ្នាដាក់ 100% មក intensity shadow នេះអ្នកគ្នាមិនដាក់ទេហើយនឹង show នេះហ្នឹងហើយអ្នកគ្នាមិនដាក់នេះគ្នាចានេះបើអ្នកគ្នាចង់ដាក់ក៏បានអត់ក៏បានដែរតែនេះគឺបើអ្នកគ្នាដាក់គឺអាចនឹងជួយ smooth ដែរអ្នកគ្នាហើយកន្លែងឆាំងនេះអ្នកគ្នាដាក់ពី 2.0 second មកបើអ្នកគ្នាចង់ឲ្យឆាំង upload លឿនអ្នកគ្នាបិទវាចោលអស់មកតែខ្ញុំ recommend អ្នកគ្នាដាក់ចឹងទៅបើទូរស័ព្ទល្មមមកកុំឲ្យវា up លឿនពេកកាពេល up លឿនទេគឺទាក់មែនតើអ្នកគ្នាហើយកន្លែង mid map នេះអ្នកគ្នាដាក់ 0x មកហើយបន្តមកកន្លែង texture filter នេះអ្នកគ្នាបាទអានេះអ្នកគ្នាបាច់សេរីទេហើយបន្តមកអ្នកគ្នាចូលទៅកាន់ advanced នេះអ្នកគ្នាដាក់ CPU render នេះអ្នកគ្នាខ្ញុំ recommend អ្នកគ្នាដាក់3បាទអូខេដាក់3អ្នកគ្នាតែសម្រាប់ខ្ញុំគឺខ្ញុំដាក់9ណាអ្នកគ្នាបាទនិយាយទៅខ្ញុំក៏អត់9អ្នកគ្នាចង់ដាក់តាមខ្ញុំក៏បានដែរហើយអាហ្នឹងគឺអាចនឹងធ្វើ like ដូចគ្នានិយាយទៅគឺក៏ GPU អ្នកគ្នារឿងខ្លាំងណាស់ហើយកន្លែងនេះអ្នកគ្នាបាច់បើកទេនេះលើ game អស់នេះហើយបន្តមកគឺកន្លែងនេះអ្នកគ្នាបាច់នេះទេបាច់សេរីវាទេបើអ្នកគ្នាមានហើយបន្តមកចូលកន្លែង setting ម្ដងកន្លែង setting នេះវាមាននេះអ្នកគ្នា color space អីនេះបើអ្នកគ្នាមានក៏បានអត់ក៏បានតែអាហ្នឹងគ្រាន់តែជាកន្លែង dash shadow ទេអញ្ចឹងឥឡូវចូលមកកាន់នេះមកdynamic នេះបើអ្នកគ្នាមានអានេះអ្នកគ្នាចង់បើកបានបាត់ក៏បានដែរទីតានេះវាជួយឲ្យភ្លឺទេអ្នកគ្នាបាទអត់មានតាក់ទងដែរ general នេះអ្នកគ្នាបាទអ្នកគ្នាបើកវាមកកន្លែងណាគេបើកអូតូបើកអស់មកអ្នកគ្នាមិនបាច់ខ្វល់ទេហើយ time frame នេះអ្នកគ្នាបើកអស់និយាយទៅគឺបើកអស់មកយ៉ានិយាយទៅគឺមិនបាច់សេរីទេព្រោះអាហ្នឹងនេះសេរីទាំង animation មកអ្នកគ្នាដាក់អស់មកដាក់អស់មកបិទវាចាស់អស់ហើយណយអ្នកគ្នាតោះឥឡូវចូលមកកាន់ line animation មួយទៀតនេះកន្លែងនេះបាទកន្លែងនេះអ្នកគ្នាបិទតែ all មួយទៅក្រៅហ្នឹងបើកចាស់អស់ទៅបាទភាសាអ្នកគ្នាបើអ្នកគ្នាបិទទាំងអស់គឺបាទលេង server អញ្ចឹងណាហើយបន្តកន្លែងនេះអ្នកគ្នា detail នេះ detail អ្នកគ្នាចង់ដាក់បិទក៏បានចង់បើកក៏បានដែរអានេះគ្រាន់តែជាការបង្ហាញពពកទេហើយវាធ្វើអ្នកគ្នា like ជាអ្នកគ្នាបិទចោលទេអ្នកគ្នាអានេះ sky star sun moon នេះ winter biome color sky color ចេះបិទចោលអស់មកហើយកន្លែង fog នេះអ្នកគ្នាបើកតាមអ្វីវាបើកឲ្យអូតូមកខ្ញុំគិតថាវាមានតែប៉ុណ្្នឹងអ្នកគ្នាបាទហើយបន្តមកអ្នកគ្នាបាទជាអ្នកគ្នាអាចធ្វើការលេងបានហើយនិយាយទៅគឺតែប៉ុណ្្នឹងឯងជាអ្នកគ្នាអាចធ្វើការចូលទៅកាន់ server លេងបានហើយហើយវីដេអូយើងក៏ដូចជាមានតែប៉ុណ្្នឹងទេអ្នកគ្នាបាទបើអ្នកគ្នាចង់ដឹងឲ្យបន្ថែមនេះកុំភ្លេចcomment នៅខាងក្រោមមកអ្នកគ្នានិយាយទៅពេលអ្នកគ្នាបិទហើយគឺវារៀង smooth ចឹងណាអ្នកគ្នាបាទហើយអ្នកគ្នាបន្ថយ resolution ទៀតមកគឺតែអែមអ្នកគ្នាដាក់ shadow ការទៀតនិយាយទៅទូរស័ព្ទល្មមលេងការទេតែប៉ុណ្្នឹងឯងវីដេអូមានប៉ុណ្្នឹងបាយ